Raccoon ជីវិតការប្រមាញ់ដោយប្រើដៃវីដេអូនេះគឺបានបង្ហាញអំពី Raccoon នៅវ័យក្មេងនៅរដ្ឋ Vermont សហរដ្ឋអាមេរិកដែលបានចាប់ផ្ដើមជំហានដំបូងរបស់ពួកគេដែលឆ្ពោះទៅរកភាពឯករាជ្យនៅក្នុងព្រៃទីមួយគឺជំហានឆ្ពោះទៅរកភាពឯករាជ្យកូនរបស់ Raccoon ទាំងនេះទើបតែអាយុបាន3ខែប៉ុណ្ណោះហើយពួកវាស្ថិតនៅក្រោមការមើលខុសត្រូវរបស់ម្ដាយនៅឡើយក្នុងនាមជាកូនដែលទើបតែនឹងធំវាត្រូវតែរុករកហើយពួកវាចាប់ផ្ដើមចង់ឮចង់ដឹងទៅលើវត្ថុគ្រប់យ៉ាងនៅក្នុងបរិស្ថានជុំវិញដែលនាំឲ្យពួកវាពេលខ្លះអាចនឹងជួបបញ្ហាដូចជាការជួបពស់ជាដើមពួកវាគឺចាប់ផ្ដើមស្វែងរកអាហារដោយខ្លួនឯងដូចជាសត្វល្អិតកង្កែបនិងខ្យងជាដើមដៃដ៏អស្ចារ្យរបស់វា Raccoon គឺមានសមត្ថភាពពិសេសមួយគឺការប្រើប្រាស់ដៃរបស់ពួកវាអាចស្វែងរកវត្ថុណាមួយដោយគ្រាន់តែប៉ះនឹងដៃរបស់វាប៉ុណ្ណោះសមត្ថភាពនេះគឺមានសារៈសំខាន់ជាពិសេសនៅពេលដែលពួកវាប្រមាញ់នៅខាងក្នុងទឹកបើទោះបីជាពួកវាមិនអាចរកឃើញអ្វីដែលពួកវាចង់បានភ្លាមៗក៏ដោយក៏ប៉ុន្តែពួកវានៅតែរាវរកដោយដៃដដែលអូតូចៗជាច្រើនជាកន្លែងប្រមាញ់ដ៏លំបាកតំណាងផ្លាតនៃទឹកនិងពន្លឺព្រះអាទិត្យបានធ្វើឲ្យពួកវាពិបាកមើលនៅអ្វីដែលនៅខាងក្រោមទឹកដូច្នេះរ៉ាគូនតូចៗទាំងអស់នេះគឺព្យាយាមមុជទៅក្នុងទឹកនៅពេលដែលពួកវាស្វែងរកជាលើកដំបូងគឺមិនបានជោគជ័យទេក៏ប៉ុន្តែពួកវាក៏ព្យាយាមម្ដងហើយម្ដងទៀតនៅទីបំផុតពួកវាក៏ចាប់បាននៅចំណីដែលពួកវាចង់បាននេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ការងាររបស់ពួកវានៅពេលព្រឹកនេះ